រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំសំណេះសំណាលជាមួយគណៈប្រតិភូនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មក្រោមវត្តមានឯកឧត្តមកែវតារាពងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មកចបតដែលមានការចូលរួមពីគណៈប្រតិភូលោកនាយករងរដ្ឋបាលសាលាខេត្តកងកម្លាំងប្រដាប់អាវុធទាំង3មន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួននារសៀលថ្ងៃទី26ខែសីហាឆ្នាំ2026នៅក្នុងឱកាសនោះឯកឧត្តមកែវតារាពងបានលើកឡើងការផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បីមួយពង្រឹងការយកចិត្តទុកដាក់លើទស្សនវិស័យរបស់ថ្នាក់ដឹកនាំនៅតាមរាជធានីខេត្តក្រុងឲ្យផ្ដោតលើការអនុវត្តតាមលិខិតបទដ្ឋានជាតិអន្តរជាតិលើការងារទប់ស្កាត់និងប្រឆាំងទារុណកម្មដើម្បីលើកកម្ពស់ការយល់ដឹងឲ្យកាន់តែប្រសើរនៅលើវិស័យនៃការគោរពសិទ្ធិមនុស្សនិងជៀសផុតពីការធ្វើទារុណកម្មក្នុងពេលបំពេញបេសកកម្មលើការអនុវត្តទូនាទីភារកិច្ចរបស់ខ្លួនបានធ្វើឲ្យថ្នាក់ដឹកនាំនៅក្នុងខេត្តស្ថាប័នពាក់ព័ន្ធបានយល់ដឹងពីទូនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មកាន់តែប្រសើរជំរុញឲ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់ចូលចាត់វិធានការធ្វើការផ្សព្វផ្សាយបន្តនៅខ្លឹមសារនេះទៅដល់ថ្នាក់ក្រោមឲ្យមានការយល់ដឹងដើម្បីទប់ស្កាត់មន្ត្រីក្រៅបង្គាប់មិនឲ្យមានប្រព្រឹត្តអំពើទារុណកម្ម3បង្កើតឲ្យមានកិច្ចសហការរវាងស្ថាប័នជាតិអន្តរជាតិអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានភូមិឃុំស្រុកនិងកចបតដើម្បីប្រមូលបាននូវរបាយការណ៍ស្ដីពីការធ្វើទារុណកម្មនៅតាមបណ្ដាខេត្តក្រុង4កចបតមានភារកិច្ចត្រូវចុះត្រួតពិនិត្យនិងតាមដានយ៉ាងទៀងទាត់អំពីស្ថានភាពនៅតាមកន្លែងឃុំឃាំងនានាក្នុងគោលដៅពង្រឹងការពារដល់ជនជាប់ឃុំដើម្បីរួចផុតពីការធ្វើទារុណកម្មនិងត្រូវផ្ដល់អនុសាសន៍បើមានការចាំបាច់ដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្មនិងស្ថានភាពរស់នៅរបស់ជនដកហូតសេរីភាពឲ្យកាន់តែប្រសើរឡើងស្របតាមនីតិវិធីនៃច្បាប់ជាតិនិងអនុលោមតាមស្មារតីនៃអនុសញ្ញាប្រឆាំងទារុណកម្មនិងពិធីសារបន្ថែមឯកឧត្តមកែវតារាពងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងមន្ទីរជំនាញដែលបានផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរនាពេលកន្លងមកលោកបានផ្ដាំផ្ញើនិងជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធបន្តរួមសហការគ្នាយ៉ាងជិតស្និទ្ធបង្កើនការត្រួតពិនិត្យនិងចាត់វិធានការការពារឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីលុបបំបាត់រាល់ទម្រង់នៃការធ្វើទារុណកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឆ្ពោះទៅរកការលើកកម្ពស់សិទ្ធិមនុស្សនិងយុត្តិធម៌សង្គមឲ្យកាន់តែប្រសើរឡើងបុរីរតនតារាកក់ត្រឹមតែ$1000ក្លាយជាម្ចាស់ផ្ទះភ្លាមៗ